ថៃកំលូកមាត់ឲ្យសោះតាក់ទិនទៅនឹងរឿងរ៉ាវមួយនេះស្ត្រីជនជាតិអៀកឡង់គឺបានចេញមកសុំទោសហើយជាមួយនឹងក្រុមសំអាងការបាទដោយបានសម្របសម្រួលបញ្ចប់បញ្ហាដែលមានការភ័ន្តច្រឡំនិងមានការចែកចាយនៅលើបណ្ដាញសង្គមយ៉ាងខ្លាំងហើយឥឡូវនេះរឿងរ៉ាវគឺបានបញ្ចប់ហើយសូមបងប្អូនកុំ share ចែករំលែកនៅវីដេអូបាទចាស់បន្តទៀតជៀសវាងនឹងការភ័ន្តច្រឡំហើយក៏ពាក់ព័ន្ធទៅនឹងទេសចរនៅលើដែនអធិបតេយ្យភាពរបស់ប្រទេសជាណាចក្រកម្ពុជាសូមលើកទឹកចិត្តនិងទាញភ្ញៀវទេសចរទាំងឡាយដែលកំពុងតែរស់នៅបាទស្នាក់នៅធ្វើការបាទនិងរកស៊ីនៅក្នុងស្រុករបស់យើងផងដែរសួស្តីពុកម៉ែបងប្អូនទស្សនិកជនរួមជាតិខ្មែរបងប្អូនទាំងក្នុងប្រទេសនិងក្រៅប្រទេសជាទីគោរពរាប់អានសូមស្វាគមន៍មកកាន់ដំណឹងអាប់ដេតទាក់ទិនទៅនឹងស្ត្រីម្នាក់ដែលបានប៉ះពាក្យសម្ដីជាមួយនឹងក្រុមអ្នកសម្អាងការនៅក្នុងសន្តាគារប៉ាទីអូដែលជាជនជាតិអៀកឡង់មិនមែនជាជនជាតិថៃនោះទេតែគាត់និយាយភាសាថៃនិងភាសាអង់គ្លេសព្រោះតែស្រវឹងខ្លាំងទើបនាងបញ្ចេញនៅបាទអាកប្បកិរិយាមិនល្អហើយឥឡូវនេះបាទអាដាមនាយឧត្តមសេនីយ៍ឯកបាទជួននរិនគឺបានកោះហៅបានអ្នកទាំងពីរមកជួបគ្នាដើម្បីសម្របសម្រួលហើយដើម្បីបញ្ចប់នៅរឿងរ៉ាវទាំងអស់នេះហើយរឿងរ៉ាវនេះគឺបានកើតឡើងនៅថ្ងៃទី20បាទខែសីហាឆ្នាំ2026វេលាម៉ោង1:10នាទីរសៀលដែលករណីជនបរទេសម្នាក់នេះគឺស្រវឹងស្រាអុកឡុកនៅក្នុងចំណុចសន្តាគារប៉ាទីអូអាគារ134សិតផ្លូវ51ភូមិ5សង្កាត់បឹងកេងកង1ខណ្ឌបឹងកេងកងរាជធានីភ្នំពេញស្ត្រីរូបនេះគឺមានឈ្មោះថាថមម៉ាស់បាទអាណាបេឡាអាយុ45ឆ្នាំគឺជាជនជាតិអៀកឡង់សញ្ជាតិអៀកឡង់កាន់លិខិតឆ្លងដែនលេខ55 73 97 894ស្នាក់នៅបន្ទប់លេខ501ជាន់ទី5សន្តាគារប៉ាទីអូអាគារលេខបាទ134សិតផ្លូវ51ភូមិទី5សង្កាត់បឹងកេងកង1ខណ្ឌបឹងកេងកងរាជធានីភ្នំពេញតាមការបំភ្លឺរបស់ភ្ញៀវបាទនៅក្នុងសន្តាគារបានស៊ុនអ៊ីវអ៊ីភេទស្រីអាយុ19ឆ្នាំគឺជាជនជាតិខ្មែរបានឲ្យដឹងថាបាទដំបូងនៅថ្ងៃទី21ខែសីហាវេលាម៉ោងប្រមាណជាង1:10នាទីរសៀលមានភ្ញៀវម្នាក់ដែលមានឈ្មោះថាថូម៉ាស់អាណាបេឡាគឺបានចូលមកនៅក្នុងសន្តាគារប៉ាទីអូដែលស្ថានភាពរបស់នាងគឺហាក់បីដូចជាស្រវឹងខ្លាំងបាទសុំសោបន្ទប់ពីអ្នកទទួលភ្ញៀវបន្ទាប់មកអ្នកទទួលភ្ញៀវក៏បានជូនគាត់ដើម្បីឡើងទៅបន្ទប់ពេលដើរទៅដល់ចន្ទាយន្តបាទក៏បន្តរងចាំចន្ទាយន្តនឹងបាទយូរដោយចាំចន្ទាយន្តយូរពេកនោះស្ត្រីខាងលើក៏បានងាកទៅឃើញភ្ញៀវអ្នកក្រុមបាទសំអាងការដែលជាជនជាតិខ្មែរបាទហើយស្ត្រីខាងលើក៏បាននិយាយជាភាសាថៃនិងភាសាអង់គ្លេសថាឲ្យក្រុមសំអាងការបាទហើយក៏មានការប៉ះពាក្យសម្ដីឆ្លោះប្រកែកគ្នាក្រោយមកទៀតសមត្ថកិច្ចក៏មកដល់ធ្វើការសម្របសម្រួលឲ្យស្ត្រីខាងលើសុំទោសទៅលើក្រុមអ្នកសម្អាងការបន្ទាប់មកស្ត្រីខាងលើក៏បានទៅសម្រាកនៅក្នុងបន្ទប់គេងក្រោយពីសម្របសម្រួលបាទក្រោយមកទៀតក៏មានករណីដែលមានឈ្មោះថាវងមេសបូរ៉ាគឺបានបង្ហោះវីដេអូស្ត្រីខាងលើតាមបណ្ដាញ Facebook ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងគឺមានការខឹងសម្បាជាខ្លាំងបាទតាក់ទិនទៅនឹងការប្រើប្រាស់នៅសម្ដីរបស់ស្ត្រីរូបនេះជាភាសាបាទថៃបាទជាភាសាថៃដែលមើងងាយទៅដល់ក្រុមបាទអ្នកសម្អាងការខ្មែរស៊ីលៀកសម្លៀកបំពាក់បាទឈុតប្រពៃណីខ្មែរស្បៃខ្មែរដោយស្ត្រីនេះលើកឡើងថាគឺជារបស់សៀម8អញ្ចឹងទៅបងប្អូនយើងដែលខ្ញុំបានមិនអាចរៀបរាប់ច្រើនទេបាទព្រោះរឿងនេះគឺបានបញ្ចប់ទៅហើយអាដាមជួននរិនបានលើកឡើងថារឿងនេះគឺជារឿងដែលមិនគួរកើតទេហើយតាមពិតទៅរូបនោះគឺជាស្ត្រីម្នាក់ដែលជនជាតិអៀកឡង់មិនមែនជាជនជាតិថៃហើយគាត់ស្ថិតនៅក្នុងស្ថានភាពស្រវឹងបាទហើយមកដល់ពេលនេះបើទោះបីជារឿងរ៉ាវទាំងអស់នោះត្រូវបានបិទបញ្ចប់ក៏ដោយក៏មានបងប្អូនប្រជាពលរដ្ឋខ្មែរយើងគាត់នៅឆ្ងល់ថាហេតុអ្វីបានជាមិនមែនថៃចេះភាសាថៃតាមពិតស្ត្រីរូបនេះគឺជាជនបរទេសដែលមកធ្វើការរកស៊ីនៅក្នុងប្រទេសថៃនឹងយូរឆ្នាំខែដែរបងប្អូនយើងដូច្នេះគឺគាត់ចេះភាសាថៃបាទហើយគាត់ក៏និយាយភាសាថៃទៅដោយសារតែគាត់នឹងរៀងស្រវឹងបាទមើលមុខគាត់ទៅបងប្អូនយើងមុខគាត់នឹងដូចជាជនជាតិថៃឬអត់បងប្អូនហើយបើតាមអត្តសញ្ញាណប័ណ្ណរបស់គាត់គឺមិនមែនជាជនជាតិថៃទេគាត់គឺជាជនជាតិអៀកឡង់បាទដែលមកស្នាក់អាស្រ័យរស់នៅធ្វើការរកស៊ីនៅក្នុងទឹកដីនៃប្រទេសជាណាចក្រកម្ពុជាយើងហើយស្ត្រីរូបនេះបាទគឺកូនរបស់គាត់រៀននៅក្នុងសាលានៃប្រទេសជាណាចក្រកម្ពុជាអញ្ចឹងគឺសបញ្ជាក់ឲ្យឃើញថាគាត់មករស់នៅទីនេះយូរឆ្នាំដែរហើយគាត់មានមុខរបរបាទអាចនឹងបាទសមគួរដែរទើបគាត់អាចឲ្យកូនគាត់រៀននៅក្នុងបាទសាលានេះមានការជួលនៅសន្តាគារស្នាក់នៅផងដែរ
ដូច្នេះឥឡូវនេះរឿងនេះត្រូវបានបិទបញ្ចប់សង្ឃឹមថាបងប្អូនយើងក៏ឈប់មានការផ្ទុះវែកញែកហើយថៃក៏ឈប់លើកយកមកនិយាយដែរបាទព្រោះអីព័ត៌មានផ្ទះលេខ2គេបានលើកឡើងថាបាទស្អីក៏ថៃស្អីក៏ថៃខុសស្អីក៏ថៃព័ត៌មានកម្ពុជាយើងចោទតែថៃគ្រប់រឿងឥឡូវនេះគឺអត់មានចោទថៃអីទេបាទគ្រាន់ថាបើសិនជាគាត់មិនមែនជាជនជាតិថៃហេតុអីនិយាយភាសាថៃបាទមើងងាយទៅដល់ខ្មែរយើងបាទតាក់ទិនទៅនឹងក្រុមសម្អាងការដែលគាត់មានសម្លៀកបំពាក់បាទស្បៃបាទគ្រាន់តែកម្ពុជាយើងឆ្ងល់តែប៉ុណ្ណោះបើសិនជាមិនមែនថៃកុំនិយាយភាសាថៃគឺចប់ហើយប៉ុន្តែគាត់និយាយភាសាថៃគាត់មើលងាយបាទទៅកាន់ក្រុមសម្អាងការខ្មែរដែលឆ្លៀកពាក់បាទដែលស្លៀកពាក់បាទស្បៃខ្មែរគាត់ថាគឺជារបស់ថៃដូច្នេះហើយប្រជាពលរដ្ឋខ្មែរយើងបាទក្រោយពីឃើញវីដេអូនេះបង្ហោះនៅលើបណ្ដាញសង្គម Facebook គឺមានអារម្មណ៍គឺខឹងមួយឆាវដែរទាំងខ្ញុំទាំងបងប្អូននៅដែលពេលមិនទាន់បាននៅក្តាប់ព័ត៌មានច្បាស់ការនោះក៏មានការខឹងសម្បត្តិដែរអញ្ចឹងឥឡូវនេះគឺបាទដឹងព័ត៌មានច្បាស់ការហើយស្ត្រីរូបនេះក៏បានចេញមកសុំទោសហើយបាទក្រោយពីបាទឧត្តមសេនីយ៍ឯកបាទជួននរិនគឺបានហៅបានអ្នកទាំងពីរទាំងក្រុមសម្អាងការនិងស្ត្រីជនជាតិអ៊ីក្លង់ដោយសម្រួលបញ្ចប់បញ្ហាដែលមានការភ័ន្តច្រឡំនិងមានការចែកចាយនៅលើបណ្ដាញសង្គមយ៉ាងខ្លាំងហើយរឿងរ៉ាវនេះគឺបានបិទបញ្ចប់សូមបងប្អូនយើងបាទកុំ share ចែករំលែកនៅវីដេអូចាស់បាទហើយបងប្អូនយើងកុំភ្លេចជួយ share ចែករំលែកនៅវីដេអូថ្មីរបស់ខ្ញុំបាទដើម្បីឲ្យបងប្អូនយើងបានដឹងបាទតាក់ទិនទៅនឹងព័ត៌មាននេះហើយក៏សូមលើកទឹកចិត្តនឹងបាទតាក់ទាញភ្ញៀវទេសចរបរទេសទាំងឡាយដែលកំពុងទៅរស់នៅស្នាក់នៅធ្វើការមករកស៊ីក៏ដូចជាទេសចរនៅក្នុងស្រុកយើងបាទឲ្យល្អផងដែរបាទហើយក៏ជូនជាសុវត្ថិភាពទៅដល់ពួកគាត់ផងដែរទើបពួកគាត់អាចមកដំណើរនៅក្នុងប្រទេសកម្ពុជាយើងបានកុំមើលឃើញវីដេអូដូចនៅក្នុងប្រទេសលេខ2បងប្អូនឃើញហើយបញ្ហានៅប្រទេសលេខ2ភ្ញៀវទេសចរគឺខ្លាចហើយគ្រាន់តែលឺប្រទេសលេខ2ហ្នឹងម្នាក់ហ្នឹងលែងហ៊ានជន់ជើងបាទឈានជើងបាទចូលទៅកាន់ប្រទេសលេខ2ហើយព្រោះលបាញ់ល្បីខ្លាំងណាស់ទាំងចោលបាទទាំងស្កេមបាទទាំងបាទធ្វើអត្តឃាតផងដែរអរគុណច្រើនជួបគ្នាជាមួយនឹងខ្ញុំបាននៅវីដេអូអាប់ដេតថ្មីជាបន្តទៀតរាល់កំហុសខុសឆ្គងក៏សូមខន្តីតែបិទោសអរគុណទៅកាន់ពុកម៉ែបងប្អូនដែលបានចំណាយពេលវេលាតាមដានតាំងពីដើមរហូតដល់ចប់ព័ត៌មានអាប់ដេតថ្ងៃទី22បាទខែសីហាឆ្នាំ2026ក៏ដល់ទីបញ្ចប់អរគុណច្រើនជុំរៀបលា Kriyom Somto, I'm very sorry for my behavior yesterday. It was a nearly 10th anniversary of when my son died. I lived in Cambodia a long time and very difficult for me when I come back because this was his home and I'm very sorry for my behavior. It was not how I normally behave and I should not have behaved the way I did. I have many Cambodian friends and I have to apologize completely for my behavior. And I'm very sorry and I am a guest in this country and I should not have behaved that way. I'm sorry.